ជំរាបសួរបងប្អូនទាំងអស់គ្នានាងខ្ញុំមកពីមជ្ឈមណ្ឌលបណ្ដុះបណ្ដាលគណនេយ្យនិងហេដ្ឋារចនាសម្ព័ន្ធ AFT Center ថ្ងៃនេះអ្នកគ្រូសូមចែករំលែកអំពីជំនាញនៅក្នុងវីដេអូនេះអ្នកគ្រូចែករំលែកជំនាញសំខាន់ៗសម្រាប់បងឬក៏បងប្អូនដែលមានបំណងចង់បើកអាជីវកម្មផ្ទាល់ខ្លួនជំនាញសំខាន់ទាំងនោះរួមមានទី1ជំនាញទីផ្សារនិងលក់ទី2ជំនាញធនធានមនុស្សទី3ជំនាញគណនេយ្យនិងហិរញ្ញវត្ថុទី4ជំនាញវិនិយោគអាជីវកម្មអចលនទ្រព្យនិងចលនទ្រព្យទី5ជំនាញច្បាប់កិច្ចសន្យាមុខជំនាញនីមួយៗបងប្អូនគ្រាន់តែរៀនវគ្គខ្លីៗក៏បានដែរដូចជាជំនាញទី1ឲ្យតែចេះលក់ជំនាញទី2ឲ្យតែចេះប្រើមនុស្សបានហើយចំណែកឯជំនាញទី3ឲ្យតែចេះបូកដកគុណចែកទៅបានហើយជំនាញទី4ឲ្យតែចេះដឹងថាការដាក់លុយទៅចំណេញឬខាតបានហើយជំនាញទី5ចេះរៀបចំកិច្ចសន្យាឬក៏ចេះប្រើមេធាវីឲ្យចេះរៀបចំកិច្ចសន្យាឲ្យដូចនេះបើយើងចេះជំនាញទាំងអស់នោះយើងពិតជាអាចធ្វើការងារឬបើកអាជីវកម្មបានហើយឬក៏មុខរបរខ្លួនឯងក៏បានដែរបើសិនជាបងប្អូនទាំងអស់គ្នាចង់ចេះរៀនចេះជំនាញគណនេយ្យគឺជាការអនុវត្តជាក់ស្ដែងផ្ទាល់តែម្ដងសូមកុំភ្លេចចុះឈ្មោះចូលរៀនជាមួយនឹង AFT Center ដែលអាចទំនាក់ទំនងតាមលេខទូរស័ព្ទឬក៏ Telegram 012 827 817ឬក៏ទំនាក់ទំនងតាម Facebook Page AFT Training Center ដែលគ្រាន់តែបងប្អូនជួយតម្លាក់លេខទូរស័ព្ទនិង email ដើម្បីក្រុមការងារចុះឈ្មោះជូននោះបងប្អូននឹងបានរៀនជំនាញគណនេយ្យគឺជាការអនុវត្តជាក់ស្ដែងផ្ទាល់តែម្ដងចាអរគុណសូមជម្រាបលា